ទាំងអស់គ្នាថ្ងៃនេះយើងនឹងនិយាយអំពីប្រធានបទនៃឥទ្ធិពលនៃគោលនយោបាយពន្ធដារមកលើវិស័យធុរកិច្ចនៅប្រទេសកម្ពុជាដែលជាហេតុធ្វើឲ្យអាជីវកម្មមានការរីកចម្រើនយ៉ាងឆាប់រហ័សទាំងសហគ្រាសធុនតូចនិងការវិនិយោគក្រៅស្រុកប៉ុន្មានទសវត្សរ៍ចុងក្រោយនេះការប្រមូលពន្ធបានកើនឡើងគុណនឹង3ចាប់ពី 1.74 ពាន់លានដុល្លារនៅក្នុងឆ្នាំ2012រហូតដល់ 5.75 ពាន់លានដុល្លារនៅក្នុងឆ្នាំ2022រីឯផលិតផលក្នុងស្រុកសរុបវិញបានកើនគុណនឹងទ្វេដងវឌ្ឍនភាពនេះបង្ហាញនៅសក្តានុពលយ៉ាងខ្លាំងក្លាបញ្ជាក់ថាគោលនយោបាយពន្ធដារដ៏ល្អបង្កើននៅឱកាសពិតប្រាកដមែនតោះបើអ្នកទាំងអស់គ្នាចង់ដឹងមកតាមអ្នកទាំងអស់គ្នាពួកគាត់កំពុងធ្វើអីហ្នឹងតោះគេសិស្សទាំងអស់គ្នាអ្នកទាំងអស់គ្នាខ្ញុំសូមនិយាយមួយពីមុនណាការបើខាងកាហ្វេរបស់ខ្ញុំណាមានអារម្មណ៍ថានិយាយថ្ងៃជាពិសេសការបង់ពន្ធនឹងមកប៉ុន្តែឥឡូវខ្ញុំគិតវាស្រួលជាងមុនដោយសារតែយើងអាចបង់ពន្ធនឹងតាមរយៈប្រព័ន្ធ digital បានទៀតអត់វាមានភាពងាយស្រួលជាងមុនណាជាពិសេសសម្រាប់អ្នកឲ្យខាងកាហ្វេដូចជាខ្ញុំត្រូវហើយនេះជាអ្វីដែលរដ្ឋាភិបាលអគ្គនាយកដ្ឋានពន្ធដារតែងតែខិតខំនិយាយទៅដាក់ចំពោះរឿងនេះហើយនៅក្នុងជីវភាពពួកយើងក៏បានខិតខំស្វែងរកវិធីសាស្ត្រផ្សេងៗដែលអាចដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋនិងអាជីវម្ចាស់អាជីវកម្មផងដែរចាប់ពីនីតិវិធីសាមញ្ញការយកចិត្តទុកដាក់លើសហគ្រាសធុនតូចនិងមធ្យមដើម្បីជំរុញសេដ្ឋកិច្ចអាជីវកម្មហើយសម្រាប់ខ្ញុំវិញខ្ញុំមានតែមកពីបរទេសកំណត់ទាំងអស់នេះពិតជាមានការកត់សម្គាល់តែភាសាទី1គឺមានការអង្គុយពន្ធក៏ដូចជាការរំលែកពន្ធដែរហើយបើសិនជាយើងនិយាយពីបរិបទទីវិញក៏មានភាពតាក់ទាញដែរធ្វើឲ្យកម្ពុជាគឺជាចំណុចល្អមួយសម្រាប់ខ្ញុំបើយើងមកទៅលើតើណែពួកខ្ញុំបានខំស្រាវជ្រាវកន្លងមកហ្នឹងគឺយើងឃើញថាបង្កើតវិស័យ2013ដល់2019វិញចំនួនពលមានការកើនឡើងធ្វើដងមកហើយនេះវាបង្ហាញថាគោលនយោបាយពន្ធដារគឺមានការរីកចម្រើនយ៉ាងខ្លាំងទាំងចំពោះអាជីវកម្មនិងសេដ្ឋកិច្ចជាតិរបស់យើងហើយវាមិនត្រឹមតែជាទួលតែវាមានការប្រែប្រួលជារឿយៗមកមែនទេអរគុណដល់ការផ្លាស់ប្ដូរនេះដែលបានធ្វើឲ្យខ្ញុំនឹងបានរកជ្រើសមុខលើឆ្នាំជាងមុនបានបន្ថែមចំណុចបន្ថែមទៀតទៅក្នុងចំណុចរបស់ខ្ញុំជាពិសេសបានសាខាទី2ទៀតវាពិតជាអស្ចារ្យខ្លាំងមែនតើនៅពេលដែលយើងបានជំនួយនឹងការគ្រប់គ្រងពីរដ្ឋាភិបាលតើនេះជាវឌ្ឍនភាពដែលរដ្ឋាភិបាលរំពឹងថានឹងទទួលបានហើយយើងកំពុងធ្វើការយ៉ាងសកម្មចំពោះរឿងនេះដែលមានការចំណាយទំនងខាងសេវាកម្ម digital ធ្វើឲ្យការប្រមូលពលករលើតម្លៃបន្ថែមហ្នឹងកាន់តែមានភាពងាយស្រួលនិងប្រសិទ្ធភាពតែប៉ុណ្ណោះអគ្គនាយកដ្ឋានពន្ធដារយើងក៏បានបង្កើតឲ្យមានដំណើរការផ្សេងៗទៅដល់បុគ្គលិកនៅតាមស្ថាប័ននានាផងដែរឲ្យកាន់តែមានភាពប្រសើរឡើងដូច្នេះគឺយើងអាចផ្ដល់ការគ្រប់គ្រងយ៉ាងខ្លាំងទៅដល់អាជីវកម្មនិងឲ្យពួកគាត់ប្រកបរបររបស់ពួកគាត់បានជោគជ័យបង្កើតយកឃើញของខ្ញុំវិញយុទ្ធសាស្ត្រវែងឆ្ងាយក៏ដូចជាភាពស្ថិរភាពនៅទីនេះគឺវាធ្វើឲ្យមានការកាន់ទំនុកចិត្តមែនតើហើយខ្ញុំក៏សម្រេចចិត្តដែរតែអាចធ្វើការនៅទីនេះដោយសារតែនៅទីនេះគឺមានគ្រឹះស្ថានដ៏រឹងមាំហ្នឹងហើយបើយើងមកទៅលើសេដ្ឋកិច្ចជាតិវិញយើងឃើញថានៅក្នុងកំឡុងពេលជំងឺរាតត្បាតជាសកលដែលគេហៅថាជំងឺ Covid-19 ហ្នឹងយើងឃើញថាប្រទេសកម្ពុជានៅតែមានភាពថិតថេរដដែលហើយការលើកឡើងវិញយ៉ាងឆាប់រហ័សទៅលើចំនួនពន្ធនៅក្នុងឆ្នាំ2022ដែលមានចំនួន 5.75 ពាន់លានដុល្លារហ្នឹងគឺជាភស្តុតាងមួយដែលបង្ហាញថាប្រព័ន្ធគោលនយោបាយពន្ធដារគឺមានភាពរឹងមាំជាខ្លាំងដោយសារតែដំណោះស្រាយរបស់រដ្ឋាភិបាលមានហ្នឹងហើយបានទទួលចិត្តមកឲ្យពួកយើងដូចជាសហគ្រាសធុនតូចរដ្ឋាភិបាលអ្នកស្រាវជ្រាវនិងអ្នកនិយោជិនដើម្បីធ្វើការរួមគ្នានៅពេលអនាគតដើម្បីប្រទេសជាតិទាំងមូលត្រូវហើយនៅពេលដែលគោលនយោបាយពន្ធដាររបស់ប្រកបដោយតម្លាភាពយុត្តិធម៌និងច្បាស់លាស់នោះផ្ដល់ផលល្អជាច្រើនដល់សេដ្ឋកិច្ចជាតិព្រមទាំងលើកស្ទួយដល់ជីវភាពប្រជាពលរដ្ឋនិងតេតិយើងវិនិយោគផ្ទាល់មកពីបរទេសទៀតផងបន្ទាប់ពីយើងបានស្ដាប់ការសន្ទនារបស់អ្នកទាំង4យើងអាចនឹងថាគោលនយោបាយពន្ធដារពិតជាអាចជះឥទ្ធិពលទៅលើវិស័យធុរកិច្ចរបស់ប្រទេសកម្ពុជាពិតមែនពីព្រោះនៅពេលដែលគោលនយោបាយពន្ធដារដំណើរការបានល្អធ្វើឲ្យអាជីវកម្មរីកចម្រើន
ការកសាងទំនុកចិត្តក៏មានហើយក៏ប្រទេសទាំងមូលឆ្ពោះទៅមុខអរគុណសម្រាប់ការទស្សនា Bye bye